អាងកំពីងពួយខេត្តបាត់ដំបងផ្ទៃទឹកដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែកជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករធ្វើដំណើរទៅហែលទឹកលេងកម្សាន្តយ៉ាងត្រជាក់ចិត្តសម្រាប់លំហែកាយគយគន់ធម្មជាតិស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធគយគន់ជួរភ្នំដ៏វែងអន្លាយជាប់ជើងមេឃបច្ចុប្បន្នក្លាយជារមណីយដ្ឋានទេសចរដ៏គួរជាទីគយគន់ផ្ទៃទឹកលាតសន្ធឹងមើលដាច់កន្ទុយភ្នែកគួរឲ្យរីករាយនោះគឺជាអាងទឹកកំពីងពួយឬក៏ជារមណីយដ្ឋានអាងកំពីងពួយរមណីយដ្ឋានអាងកំពីងពួយដែលមានទីតាំងស្ថិតនៅភូមិតាងែនឃុំតាក្រៀមស្រុកបាណន់មានបណ្ដោយប្រវែង 6000 ម៉ែត្រនិងទទឹង 1900 ម៉ែត្រអាចរក្សាទឹកទុកបានរហូតដល់ទៅ110លានម៉ែត្រគូបក្នុងរដូវវស្សាវាត្រូវបានកសាងនៅក្នុងឆាកសោកនាដកម្មប្រល័យពូជសាសន៍នាសម័យខ្មែរក្រហមគ្រប់គ្រងក្នុងទសវត្សរ៍ឆ្នាំ 70 សំណង់នេះត្រូវបានគេប្រើប្រាស់កម្លាំងមនុស្សសុទ្ធសាធរាប់ម៉ឺននាក់រែកសែងដីសាងសង់ជាទំនប់ទឹកដ៏មហិមាក្នុងសម័យនោះដែលផ្នែកខ្លះហោមព័ទ្ធទៅដោយជួរភ្នំនេះគឺយោងតាមឯកសារនានាដែលត្រូវបានគេចងក្រងទុកដល់សពថ្ងៃកេរដំណែលដែលកើតចេញពីកម្លាំងញើសឈាមប្រជាជនខ្មែរសុទ្ធសាធកាលពីសម័យនៃរបបអាវខ្មៅវាបានប្រែក្លាយជារមណីយដ្ឋានដ៏ល្បីល្បាញនិងពេញនិយមបំផុតនៅក្នុងអំឡុងចាប់ពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ 1990 រហូតដល់ឆ្នាំ 2013 ក្រោយថ្ងៃរំដោះ 7 មករាឆ្នាំ 1979 ប៉ុន្តែបច្ចុប្បន្នរមណីយដ្ឋានដែលបានកសាងសម័យរបបខ្មែរក្រហមនេះបានប្រែក្លាយជាទីកន្លែងដ៏គួរឲ្យជាទីគយគន់បន្សល់ទុកស្លាកស្នាមអនុស្សាវរីយ៍ដ៏ច្រើនពាក់ព័ន្ធនឹងរមណីយដ្ឋានកំពីងពួយនេះបើតាមមន្ត្រីទេសចរបានឲ្យដឹងថាបច្ចុប្បន្នអាងកំពីងពួយស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តរឿងបើកទ្វារទឹកឬបិទទ្វារទឹកវាជាសិទ្ធិអំណាចរបស់មន្ទីរធនធានទឹកមិនមែនស្ថិតនៅលើខាងមន្ទីរទេសចរទេមន្ត្រីដដែលបន្តថាដោយសារតែបែបនេះហើយទើបខាងមន្ទីរទេសចរគ្មានផែនការរៀបចំកែលម្អរមណីយដ្ឋាននេះឡើងវិញហើយថែមទាំងត្រូវបានគេដាក់ផាត់ចេញពីក្នុងបញ្ជីគោលដៅទេសចរនៅក្នុងខេត្តរហូតដល់សប្តាហ៍ថ្ងៃនេះទៀតផងប៉ុន្តែមន្ត្រីរូបនេះបានទទួលស្គាល់ថារមណីយដ្ឋានកំពីងពួយនេះពិតជាមានប្រជាប្រិយភាពអាចទាក់ទាញក្រោយពីធ្វើដំណើរកម្សាន្តពីអាងកំពីងពួយដែលជារមណីយដ្ឋានទឹកដ៏ថ្លាគួរជាទីគយគន់និងជួរភ្នំដ៏វែងអន្លាយមកក៏បានមកដល់អាហារដ្ឋាន